Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំឡាតូហើយខ្ញុំទើបតែចាប់ផ្ដើមធ្វើ YouTube និង post Facebook ជាលើកដំបូងទេមិនមែនជាលើកដំបូងឯណាទៅថាលើកដំបូងដែលខ្ញុំធ្វើវីដេអូហ្គេមហើយខ្ញុំយកមកផុសក្នុងYouTube ហើយនិង Facebook ហើយខ្ញុំភ្លេចប្រាប់គ្នាយើងនេះគឺខ្ញុំមកលេងក្នុង server Sushi ហើយខ្ញុំគឺជា media ម្នាក់នៅក្នុង server Sushi ផងដែរដែលខ្ញុំធ្វើវីដេអូអំពី server នៅក្នុង channel TikTok របស់ខ្ញុំហើយថ្ងៃនេះដែរខ្ញុំនឹងនាំគ្នាយើងមកមើលពីជីវិត media នៅក្នុង server Sushi រយៈពេល7ម៉ោងដែលខ្ញុំអង្គុយថតផងខ្ញុំអង្គុយ record ផងវាអស់ឆ្ងាយពេលដល់3ម៉ោងខ្ញុំ record ភ្លាមគឺខ្ញុំមក voice over ហើយយកមកផុសភ្លាមតែម្ដងហើយអត្ថប្រយោជន៍ដែលខ្ញុំមាន rank media នៅក្នុង server ហ្នឹងគឺខ្ញុំអាច claim kit មួយថ្ងៃម្ដងហើយ kit ក៏វាជាអីវ៉ាន់ល្អនិយាយរួមទៅមកល្អសម្រាប់លេងតែម្ដងហើយបើ kit ទាំងអស់ហ្នឹងបើយកទៅចែក player ថ្មីគឺល្អហើយសម្រាប់ខ្ញុំវិញគឺខ្ញុំចែកច្រើនណាស់មកហើយបើគ្នាយើងស្គាល់ TikTok របស់ខ្ញុំគឺខ្ញុំចែកច្រើនណាស់ខ្លាំងមកហើយហើយបើគ្នាយើងចង់ស្គាល់ channel TikTok របស់ខ្ញុំនឹងថតដាក់ឲ្យគ្នាយើងមើលនៅក្នុងវីដេអូហ្នឹងចាហើយនៅដែរគឺជា channel TikTok របស់ខ្ញុំមកគ្នាយើងបានឃើញហើយជួយ subscribe ម្នាក់មួយផងហើយសម្រាប់YouTube ហើយ Facebook ក៏ចឹងដែរគ្នាយើងជួយចុចប៊ូតុង subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូទៀតដោយសារវីដេអូធ្វើមួយដូចតែគ្នាយើងដឹងចឹងអ្នកណាដែលធ្វើវីដេអូមួយមកគឺព្យាយាមខ្លាំងមែនទែនក្នុងការ voice over ឬក៏ការកាត់វីដេអូឲ្យល្អមើលតែបើសម្រាប់ខ្ញុំវិញគឺខ្ញុំអត់ចេះលើទាំងអស់ហ្នឹងទេបើសម្រាប់ voice over គឺខ្ញុំអាច voice over បានបើសម្រាប់ទៅការកាត់វីដេអូឲ្យមើលទៅលយ cool អីគឺខ្ញុំអត់មានអាហ្នឹងទេហើយមើលវីដេអូខ្ញុំដល់ណាហើយខ្ញុំនឹងនិយាយដល់ណាទេខ្ញុំនិយាយផងខ្ញុំមើលវីដេអូផងតែអត់ដឹងថាខ្លួនឯងចង់និយាយពីអីទេអញ្ចឹងខ្ញុំនាំគ្នាយើងមកមើលភូមិចាស់របស់ខ្ញុំដែលខ្ញុំធ្លាប់គ្រប់គ្រងនៅហ្នឹងខ្ញុំធ្វើជាប្រធានភូមិអញ្ចឹងតែដោយសារមានបញ្ហាតិចតួចក៏ខ្ញុំលែងនៅក្នុងភូមិមួយហ្នឹងខ្ញុំមកធ្វើផ្ទះនៅកន្លែងដែលដាច់ឆ្ងាយពីពួកគាត់ដោយសារតែខ្ញុំមានបញ្ហាជាមួយនឹងអនុភូមិរបស់ខ្ញុំដែលគាត់មកនៅជាមួយខ្ញុំនឹងគាត់មើលឃើញតែផលប្រយោជន៍របស់ខ្ញុំទេគឺខ្ញុំមាន rank media ហ្នឹងគឺគាត់ទី1គាត់ឆាតតែមកសុំ kit របស់ខ្ញុំទេហើយបើសម្រាប់ឯងគាត់គ្រប់គ្រងឲ្យគាត់មើលថែភូមិអីគឺគាត់អត់ធ្វើទេនិយាយរួមទៅគឺគាត់អត់ធ្វើតែម្ដងគាត់ដើរហើយសឹបគេមកតាំងពីណាពីណីហើយមកសិតតអ្នក trade គេវាយគេហើយ server ហ្នឹងគឺលេងតែសម្រាប់ឈៀលទេបើសម្រាប់ខ្ញុំវិញខ្ញុំលេងតែឈៀលទេបើអ្នកដែលចូលចិត្តវាយគ្នាអីខ្ញុំអត់ចូលចិត្តទេតែបើគ្នាយើងចង់វាយគ្នាខ្ញុំក៏មានខ្សែរិញផងដែរនៅក្នុងភូមិរបស់ខ្ញុំតែគាត់អត់ធ្វើចឹងទេគឺគាត់ដើរវាយតែអ្នកភូមិឯងទៅពីតែម្ដងហើយខ្ញុំក៏បានយកនៅអេឡិចត្រារបស់ខ្ញុំដើម្បីហោះទៅភូមិចាស់របស់ខ្ញុំផងដែរដោយសារនៅក្នុង server មួយហ្នឹងគឺអេឡិចត្រាគឺមានតម្លៃជាងគេនៅក្នុង server ហើយបើអ្នកមានអេឡិចត្រាសិតសឹងតែជាអ្នកមានហើយបើសម្រាប់ខ្ញុំវិញគឺខ្ញុំអត់បានត្រូវដោយខ្លួនឯងទេគឺមាននៅអ្នកដែលគេហៅថា fan ទេ fan របស់ខ្ញុំក៏គាត់ឲ្យស្លាបនឹងមកខ្ញុំក៏ខ្ញុំសប្បាយចិត្តផងដែរដោយសារខ្ញុំអត់ចេះទៅរកអាស្លាបទាំងអស់ហ្នឹងទេតែចឹងគាត់ឲ្យមកខ្ញុំសប្បាយចិត្តផងដែរហើយខ្ញុំក៏បានធ្វើដំណើរមកដល់ផងដែរហើយនេះដែរគឺជាផ្ទះអ្នកភូមិរបស់ខ្ញុំហើយផ្ទះមួយនេះដែរគឺគាត់ធ្វើបានស្អាតខ្លាំងមែនទែនខ្ញុំក៏ស្រឡាញ់នៅផ្ទះមួយនឹងផងដែរតែដោយសារខ្ញុំអត់សូវចេះធ្វើផ្ទះនៅក្នុង server មែនទេដោយសារចំណាយពេលយូរហើយបើ server មានបញ្ហា lag អីទៀតគឺពិបាកធ្វើខ្លាំងមែនទែនតែបើសម្រាប់ server Sushi គឺយើងលេងតែអត់អីទេតែខ្ញុំក៏ជាមនុស្សម្នាក់ដែលខ្ជិលផងដែរដល់ចឹងទៅក៏ពិបាកធ្វើផ្ទះមួយនៅគេហើយផ្ទះមិញហ្នឹងគឺនៅជាយភូមិរបស់ខ្ញុំទេឥឡូវយើងធ្វើដំណើរទៅក្នុងភូមិរបស់ខ្ញុំទាំងអស់គ្នាផ្ទះពីរនេះគឺនៅជាយភូមិទេអញ្ចឹងយើងធ្វើដំណើរទៅភូមិដែលនៅកណ្ដាលភូមិយើងចូលទៅកណ្ដាលភូមិហើយផ្ទះរបស់ខ្ញុំក៏នៅកណ្ដាលភូមិផងដែរតែផ្ទះគឺផ្ទះចាស់ទេគ្នាយើងដោយសារផ្ទះថ្មីគឺខ្ញុំទៅនៅកន្លែងដែលឆ្ងាយពីហ្នឹងហើយបើផ្ទះចាស់របស់ខ្ញុំគឺខ្ញុំຕົកវានៅហ្នឹងហើយក៏ឥឡូវក៏មានការផ្លិនផ្លាញផងដែរនេះយើងចាំមើលតើហើយបើវីដេអូនេះដែរគឺមានសម្លេងរំខានខ្ញុំសូមទោសទៅខាងគ្នាយើងផងដោយសារខ្ញុំមិនមែននៅកន្លែងដែលស្ងាត់ឬក៏ធ្វើវីដេអូនៅក្នុងបន្ទប់អីទេគឺខ្ញុំធ្វើវីដេអូនៅមាត់ទន្លេទេអញ្ចឹងវាមានបញ្ហាទី1សម្លេងរំខានទី2ខ្យល់ហើយខ្ញុំក៏ព្យាយាមកាត់ខ្យល់ហើយកាត់សម្លេងរំខានផងដែរតែវាបានតែប៉ុណ្្នឹងហើយនេះសិតសឹងតែជាផ្ទះអ្នកភូមិរបស់ខ្ញុំតែឥឡូវត្រូវបានខ្ទេចអស់ហើយដោយសារអ្នកខ្លះទៅក៏គាត់រើភូមិទៅនៅកន្លែងផ្សេងអ្នកខ្លះក៏នៅនឹងហើយនេះដែរគឺជាផ្ទះចាស់របស់ខ្ញុំនេះយើងផ្ទះចាស់របស់ខ្ញុំនេះគឺខ្ញុំធ្វើចំណាយពេលធ្វើយូរដែរហើយក៏មានការចូលរួមពីអ្នកភូមិរបស់ខ្ញុំផងដែរតែផ្ទះមួយនេះគឺខ្ញុំធ្វើមុនដំបូងគេនៅក្នុងភូមិនេះបានបន្ទាប់មកគឺមានអ្នកនៅមកនៅបន្តអីចឹងទៅហ
ហើយផ្ទះនេះដែរគឺធ្វើមិនសូវស្អាតប្រហែលទេដូចគ្នាយើងដឹងចឹងខ្ញុំគឺជាមនុស្សខ្ជិលចឹងហើយខ្ញុំធ្វើវាមិនបានយូរទេច្រឡំបានយូរណាស់ទៀតហើយវាមិនបានស្អាតហើយមកចំណោមផ្ទះនៅក្នុងភូមិគឺមានតែផ្ទះ player ម្នាក់នេះទេដែលគាត់ធ្វើផ្ទះបានស្អាតជាងគេខ្ញុំស្រឡាញ់តែ player ម្នាក់ហ្នឹងទេដោយសារគាត់ធ្វើផ្ទះស្អាតហើយគាត់មានកន្លែងឲ្យយើងអង្គុយលេងច្រើននិយាយរួមទៅមកដល់ផ្ទះគាត់គឺសបោកន្លែងថតរូបថតអីខ្លាំងមែនទែនហើយបើគ្នាយើងចង់ឃើញរូបម្ចាស់ផ្ទះមួយហ្នឹងរូប skin ម្ចាស់ផ្ទះមួយហ្នឹងគឺចាំខ្ញុំឲ្យមើលនៅបន្តិចទៀតដោយសារឥឡូវគឺគាត់អត់នៅផ្ទះទេគឺគាត់នៅកន្លែង spawn នៅក្នុង server ចឹងនិយាយរួមទៅគឺគាត់នៅនោះចឹងចាំខ្ញុំថតពីផ្ទះរបស់គាត់ចាប់ហើយខ្ញុំឲ្យគ្នាយើងទៅមើលពី skin របស់គាត់ហើយឈ្មោះរបស់គាត់នៅក្នុង server មួយហ្នឹងគឺ Lika Cute ដែលជា player មនុស្សស្រីទេបន្ទាប់ពីខ្ញុំបានចាញ់ពីផ្ទះ player Lika Cute ហើយខ្ញុំក៏មកដល់កន្លែងសាយវៀនដែលខ្ញុំធ្លាប់ធ្វើpre kit free អីនៅហ្នឹងដោយសារខ្ញុំធ្វើនៅហ្នឹងហើយអ្នកណាដែលវាយឈ្នះខ្ញុំដាក់គូប្រកួតវាយគ្នាដូចការប្រកួតគុនខ្មែរអញ្ចឹងដែរគឺមានបុគ្គល Q និងបុគ្គលក្រហមហើយបើគាត់មួយម្នាក់ណាដែលគាត់វាយឈ្នះគឺខ្ញុំឲ្យ kit របស់គាត់ឲ្យគាត់ហើយអ្នកចាញ់ក៏ទទួលបាន kit ផងដែរគាត់ថា kit រៀងកាកជាងគេបន្តិចហើយនេះក៏ជាខ្សែរិញលើកដំបូងរបស់ខ្ញុំដែលខ្ញុំបានធ្វើជាមួយនឹងអ្នកភូមិរបស់ខ្ញុំខ្សែរិញមួយហ្នឹងគឺរៀងទូចចឹងខ្ញុំបានធ្វើអាខ្សែរិញមិញហ្នឹងនេះយើងឃើញមិញហ្នឹងហើយកន្លែងនេះកន្លែងដែលមានកាលនោះមានសមាជិកច្រើនណាស់គ្នាយើងសមាជិកដែលគាត់ចូលរួមគឺច្រើនខ្លាំងមែនទែនចំនួនប្រហែលជា10នាក់ច្រើនណាស់ខ្ញុំថាច្រើន10នាក់ហើយមកអង្គុយមើលនៅហ្នឹងហើយសម្រាប់អ្នកឈ្នះវិញគឺមានអ្នកឧបត្ថម្ភច្រើនខ្លាំងមែនទែនសឹងថាមក server ហ្នឹងអីក៏គាត់មានដែរពេលដែលគាត់ឈ្នះអត់តែមួយទេគឺ Electra ដោយសារ Electra គឺពិបាករកជាងគេនៅ serverតោះឥឡូវខ្ញុំកាត់វីដេអូទៅឲ្យមើល skin player Lika Cute តែម្ដងទៅតែគាត់អត់ស្គាល់ខ្ញុំទេអ្នកគ្នាដោយសារខ្ញុំបានដូរទាំងឈ្មោះដូរទាំង skin ទៀត skin ខ្ញុំលេងកាលមុនគឺមិនមែន skin មួយហ្នឹងទេដែលចឹងគាត់អត់ស្គាល់ខ្ញុំទេនេះដូចគ្នាយើងបានឃើញចឹងគឺ Lika Cute ហើយគាត់ក៏បានដូរ skin ផងដែរខ្ញុំចំណាំឈ្មោះរបស់គាត់តែគាត់អត់ចំណាំឈ្មោះរបស់ខ្ញុំទេដោយសារខ្ញុំដូរឈ្មោះហើយមួយទៀតខ្ញុំដូរទាំង skin ទៀតចឹងគាត់អត់ស្គាល់ខ្ញុំទេហើយក៏មានអ្នកដែលស្គាល់ខ្ញុំផងដែរដោយសារគាត់ស្គាល់ហើយខ្ញុំក៏បានបោះនៅ spawner របស់ខ្ញុំឲ្យគាត់ផងដែរហើយវីដេអូនេះរៀងវែងតិចគ្នាយើងហើយកន្លែងនេះគឺខ្ញុំមកចាក់ key ដើម្បីទទួលបានអីវ៉ាន់តែខ្ញុំទទួលបាន seal ហើយ seal ខ្ញុំហ្នឹងខ្ញុំមានមួយហ្នឹងតែចាញ់ខ្ញុំបោះឲ្យប្រូម្នាក់នោះមួយទៀតហ្មងទៅតែសារគាត់ស្គាល់ខ្ញុំនិយាយរួមទៅអ្នកដែលស្គាល់ខ្ញុំគឺតែគាត់មកអង្គុយងើបចិត្តខ្ញុំគឺខ្ញុំឲ្យអីវ៉ាន់ហើយចឹងបានគេចូលចិត្តមកកេងចំណេញលើខ្ញុំហ្នឹងហើយខ្ញុំគឺជា media ម្នាក់ដែលចឹងខ្ញុំតែងតែយកវ៉ាន់ជាប់ខ្លួនហើយដើម្បីមកចែក player នៅក្នុង server តែអ្នកខ្លះឥឡូវគឺគាត់អត់ស្គាល់ខ្ញុំទេដោយសារ TikTok ខ្ញុំឥឡូវហ្នឹងគឺធ្លាក់ view ខ្លាំងមែនទែនខ្ញុំមិនដឹងថាមកពីហេតុអីទេដឹងតែធ្លាក់ view ហើយអត់ដឹងហ្មងនិយាយរួមអត់ដឹងហ្មង TikTok គឺធ្វើបាបខ្ញុំខ្លាំងមែនទែនតែចឹងក៏លែងសូវមានអ្នកស្គាល់ខ្ញុំផងដែរហើយតិចទៀតហ្នឹង rank media របស់ខ្ញុំហ្នឹងក៏តិចទៀតក៏បាត់ផងដែរលែងមានហ្មងខ្ញុំនិយាយត្រង់ហ្មងគឺលែងមានហើយដោយសារខ្ញុំធ្វើវីដេអូដាច់ឆៃអត់សូវមាន view មើលហើយ skin របស់ខ្ញុំលេងកាលមុនហ្នឹងគឺ skin បែបនេះអ្នកគ្នាគឺ skin មួយហ្នឹងហើយដែលធ្វើឲ្យគេស្គាល់ខ្ញុំហើយដោយសារខ្ញុំក៏បាក់ទឹកចិត្តនៅរឿង TikTok ដែលធ្វើឲ្យខ្ញុំនេះលែងមានអ្នកមើលខ្ញុំក៏ដូរ skin ចេញទៅហើយខ្ញុំក៏អត់សូវខ្វល់ពីវាប្រហែលដែរដោយសារខ្ញុំអាចបង្កើត TikTok ថ្មីហើយខ្ញុំអាចធ្វើជា content បែបហ្នឹងទៀតដោយសារ TikTok បិទមួយខ្ញុំមាន account មួយទៀតចឹងខ្ញុំអត់សូវខ្វល់ពីវាប្រហែលទេហើយកាត់មកកន្លែងនេះខ្ញុំចែកចង្វាន់ពួកគាត់តែម្ដងទៅមុនដំបូងខ្ញុំថាបោះមុខឲ្យប្រូនេះមួយតែបោះមុខទៅប៉ែនោះយកបាតដូប៉ែគាត់មានសេវាល្អដែលចឹងគាត់អាចយកបានហើយខ្ញុំក៏អត់ខ្វល់អីទៀតដែរខ្ញុំបោះទៅឲ្យពួកគាត់ទៀតអ្នកណាដែលយកបានគឺគាត់មានសំណាងអញ្ចឹងទៅដោយសារខ្ញុំលើក៏ក្រផងដែរដោយសារគិតមួយថ្ងៃមួយរដងមានគេឲ្យខ្ញុំរហូតនិយាយរួមទៅ server Sushi មួយគឺមាន player ចិត្តល្អច្រើនខ្លាំងមែនទែនឃើញយើងនេះចឹងគឺគាត់ឲ្យវ៉ាន់យើងច្រើនណាស់ដែលខ្ញុំចូលមកដំបូងអត់តស្គាល់ណាគេទាំងអស់ចូលមកដំបូងគឺខ្ញុំចាប់ដើមរៀនធ្វើវីដេអូមកគាត់តែធ្វើវីដេអូលើកទី1គឺមានអ្នកដែលឆានមកឲ្យគិតខ្ញុំដើម្បីឲ្យខ្ញុំចំណាយពេលលេង server មួយនឹងឲ្យកាន់តែបានយូរទៀតហើយបើគ្នាយើងមើលវីដេអូមកដល់ត្រឹមនេះកុំភ្លេចជួយ subscribe ម្នាក់មួយផងបើគ្នាយើងចង់ប៉ាវកាហ្វេខ្ញុំអី QR នៅលើវីដេអូហ្នឹងគ្នាយើងអាចបាញ់មកម្នាក់មួយសេនម្នាក់ពីរសេនក៏បានដែរដោយសារខ្ញុំត្រូវការលុយខ្លាំងមែនទែនឡើយហ្នឹង